បានលាតត្រដាងដោយអ្នកជំនាញសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក3ចំណុចបង្ហាញយ៉ាងច្បាស់រដ្ឋាភិបាលថៃបានបរាជ័យក្នុងការប្រើប្រាស់អាវុធសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសកម្ពុជាការប៉ັດមួយត្រូវបានលាតត្រដាងដោយលោក Richard Yarrow ដែលជាអ្នកសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យ Harvard, Princeton និង Tokyo ដែលទើបតែបានចេញផ្សាយនៅលើគេហទំព័រ New Mandela កាលពីពេលថ្មីនេះថាការប៉ុនប៉ងរបស់ប្រទេសថៃក្នុងការប្រើប្រាស់អាវុធសេដ្ឋកិច្ចដើម្បីដាក់សម្ពាធលើកម្ពុជានៅក្នុងចំនួនព្រំដែនកាលពីឆ្នាំ2025នោះគឺបានទទួលរងការបរាជ័យយ៉ាងច្បាស់ណាស់ដោយលោក Richard Yarrow បានបញ្ជាក់ថាប្រទេសថៃបានវាយតម្លៃកម្ពុជាខុសយ៉ាងធ្ងន់ធ្ងរខណៈពេលដែលប្រទេសថៃបែរជាមើលរំលងចំណុចខ្សោយនៅក្នុងប្រទេសរបស់ខ្លួនឯងទៅវិញមកមើលពីហេតុផលថាហេតុអ្វីបានជាប្រទេសថៃគិតខុសហើយមានកត្តាអ្វីខ្លះដែលធ្វើឲ្យកម្ពុជាក្លាយជាអ្នកឈ្នះនៅក្នុងសង្គ្រាមសេដ្ឋកិច្ចលើកនេះ1កម្ពុជាបានបង្ហាញឲ្យថៃនិងពិភពលោកឃើញថាកម្ពុជាមានភាពរឹងមាំដោយការបែកខ្នងដាក់ប្រទេសថៃហើយងាកទៅពឹងផ្អែកលើប្រទេសផ្សេងវិញកម្ពុជាបានបង្ហាញឲ្យឃើញពីភាពបត់បែនខាងសេដ្ឋកិច្ចដែលរឹងមាំជាងមុនដោយបានកាត់បន្ថយការពឹងផ្អែកលើប្រទេសថៃក្នុងរយៈពេល5ទៅ10ឆ្នាំកន្លងមកនេះដើម្បីពង្រឹងទំនាក់ទំនងជាមួយដៃគូថ្មីដូចជាចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ីសូម្បីតែទំហំនៃការនាំចូលពីប្រទេសថៃក៏បានធ្លាក់ចុះមកសល់ត្រឹមតែ 3% តែប៉ុណ្ណោះនៅក្នុងឆ្នាំ2024ផ្ទុយទៅវិញការនាំចេញទៅកាន់ប្រទេសដទៃទៀតបែរជាមានការរីកចម្រើនយ៉ាងគំហុកដែលធ្វើឲ្យកម្ពុជាមានប្រភពទំនិញជំនួសបានភ្លាម2កម្ពុជាបានបង្ហាញឲ្យឃើញពីភាពឯករាជ្យខាងថាមពលនិងប្រេងឥន្ធនៈកម្ពុជាមិនចាំបាច់ត្រូវពឹងផ្អែកលើថាមពលឬប្រេងឥន្ធនៈពីបរទេសទាំងស្រុងទៀតឡើយព្រោះកម្ពុជាបានបង្កើនសមត្ថភាពផលិតអគ្គិសនីនៅក្នុងប្រទេសរហូតដល់ទៅ2ដងក្នុងអំឡុងឆ្នាំ2020ដល់ឆ្នាំ2025ថៃធ្លាប់គិតដោយខ្លួនឯងថាប្រសិនបើថៃកាត់ផ្តាច់ចរន្តអគ្គិសនីឬកាត់ផ្តាច់ការនាំចូលប្រេងទៅកាន់កម្ពុជានឹងធ្វើឲ្យប្រទេសកម្ពុជាត្រូវមកលុតជង្គង់អង្វរថៃមែនទេនោះគឺថៃគិតខុសស្រឡះតែម្ដង2កម្ពុជាបានបង្ហាញឲ្យឃើញពីភាពឯករាជ្យខាងថាមពលនិងប្រេងឥន្ធនៈកម្ពុជាមិនចាំបាច់ត្រូវពឹងផ្អែកលើថាមពលឬប្រេងឥន្ធនៈពីបរទេសទាំងស្រុងទៀតឡើយព្រោះកម្ពុជាបានបង្កើនសមត្ថភាពផលិតអគ្គិសនីនៅក្នុងប្រទេសរហូតដល់ទៅ2ដងក្នុងអំឡុងឆ្នាំ2020ដល់ឆ្នាំ2025និងហក់ឡើងរហូតដល់$169 លាននៅក្នុងឆ្នាំ2026ទោះបីជាមានចំនួនព្រំដែនមែនប៉ុន្តែកម្ពុជាក៏មិនបានប្រឈមនឹងវិបត្តិឬបាត់បង់អ្វីធ្ងន់ធ្ងរនោះឡើយដោយកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែត្រូវបានគេព្យាករណ៍ថានឹងរក្សាបានក្នុងកម្រិត 5% 3កម្ពុជាបង្ហាញឲ្យឃើញពីភាពអត់ធ្មត់សម្ពាធពីអន្តរជាតិបានវាយបកមកលើប្រទេសថៃវិញការបិទព្រំដែនជាមួយកម្ពុជាបានជះឥទ្ធិពលអាក្រក់ដល់រោងចក្រផលិតគ្រឿងបន្លាស់យានយន្តរបស់ក្រុមហ៊ុន Target ដែលជាក្រុមហ៊ុនវិនិយោគទុនរបស់ជប៉ុនសម្ពាធពីអ្នកការទូតជប៉ុននិងសហរដ្ឋអាមេរិកបានបង្ខំឲ្យថៃត្រូវព្រមដកថយនិងបន្ធូរបន្ថយវិធានការតឹងរ៉ឹងនៅតាមតំបន់ព្រំដែនវិញនៅទីបំផុតចា៎ពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់នេះគឺជាអ្វីដែលនាងខ្ញុំបានដកស្រង់ចេញពីសារព័ត៌មាន New Mandela ដែលអ្នកវិភាគសេដ្ឋកិច្ចចា៎ពីសាកលវិទ្យាល័យដ៏ធំចា៎ហើយក៏ជាសាកលវិទ្យាល័យល្បីបានធ្វើការវិភាគនិងព្យាករណ៍ពាក់ព័ន្ធជាមួយនឹងសង្គ្រាមសេដ្ឋកិច្ចរវាងកម្ពុជានិងថៃយ៉ាងណាមិញពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ប្រសិនបើយើងលើកការវិភាគចាចេញពីភាគីខ្មែរយើងទាំងអស់គ្នាអាចគិតថាវាមានការលំអៀងចាដោយសារតែយើងទាំងអស់គ្នាគឺជាប្រជាជនខ្មែរក៏ប៉ុន្តែនេះគឺជាការវិភាគរបស់អ្នកសេដ្ឋកិច្ចចាអន្តរជាតិដូច្នេះហើយគឺគេមិនមានការលំអៀងនោះទេប៉ុន្តែគឺគេវិភាគដោយផ្អែកទៅលើចាតលហេកផ្សេងផ្អែកទៅលើការសិក្សានិងស្រាវជ្រាវច្បាស់លាស់ណាស់ទម្រាំតែគេចេញនៅរបាយការណ៍ណាមួយនោះចាអញ្ចឹងហើយនាងខ្ញុំមានតែម្រាមដៃ10សូមថ្លែងអំណរគុណពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់របស់ខ្ញុំដែលបានចូលរួមចាសាមគ្គីជាកម្លាំងសាមគ្គីនៅក្នុងសមរភូមិពហិការទំនិញសៀមយ៉ាងណាមិញនេះគឺជាលទ្ធផលដែលផ្ដើមចេញពីយើងទាំងអស់គ្នាសូមឲ្យស្មារតីសាមគ្គីនេះនៅបន្តជានិរន្តរ៍ដរាបណាយើងនៅតែមានសាមគ្គីភាពនោះមិនមានជាតិណាមួយអាចមើងងាយឬក៏បំបែកបំបាក់ប្រជាជាតិយើងបានឡើយចង្កឹះតែមួយគេកាច់បាក់ប៉ុន្តែចង្កឹះមួយបាច់គេមិនអាចកាច់បំបាក់បានឡើយពីនាងខ្ញុំនីកាសូមអរគុណ